ថ្ងៃឡើងជាអ្នកសុំទានជប់ឡើងជួបផ្ទះវីឡាធំស្តុកស្តង់មូលហេតុដែលគេធ្វើបែបនេះគឺដើម្បីស្វែងរកមិត្តស្រីដែលមិនលោភលន់តែគេសុំទាននៅតាមផ្លូវ3ថ្ងៃហើយក៏នៅតែមិនទាន់បានជួបពេលដែលគេត្រៀមនឹងបោះបង់ចោលស្រាប់តែឃើញហេតុការណ៍មួយស្រីស្រស់ត្រូវបានប្រុសក្បត់ចិត្តបោះបង់ចោលទាំងឈឺចាប់នាងប្រកាសថាអ្នកណាចាប់បានបាច់ការដែលនាងបោះនឹងត្រូវរៀបការជាមួយគេក៏ប្រញាប់រត់ទៅចាប់យកមកអបជាប់ក្នុងទ្រុងហេតុអីក៏បានផ្កាស្អាតម្ល៉េះហាអូអាសុំទាននេះចេញទៅលេងអញទៅប៉ុណ្ណោះបានហើយជប់សិនបងព្រមយកអូនទេបើបានរៀបការជាមួយអូនតើមាននំប៉ោញ៉ាំរាល់ថ្ងៃអត់មានតើមានរាល់ថ្ងៃហ្មងយើងរៀបការឥឡូវនេះមិនដែរល្អណាស់បានរៀបការជាមួយស្រីស្អាតហើយលោកលីវ៉ាន់ឈីងថ្ងៃនេះខ្ញុំបានរៀបការជាមួយលោកហើយចាប់ពីពេលនេះទៅកាត់ផ្ដាច់ជាមួយត្រកូលសិនឲ្យអស់រលីងទៅឲ្យតែរួចខ្លួនទៅមិនក៏នាងយកប្តីជាអ្នកសុំទានចឹងកញ្ញាខ្ញុំទៅតែមកដល់ហើយយល់ថាអ្នកនាងរៀបការជាមួយអាសុំទានជាមនុស្សល្ងងម្នាក់ហាអ្នកនាងហេតុអីក៏ឈួតម្លេះយាយចាស់ឲ្យខ្ញុំមិនអីទេអ្នកនាងពិតជាវង្វេងស្មារតីហើយទោះជាគេបោះបង់អ្នកនាងចោលក៏មិនគួរយកអ្នកណាផ្សេងមកធ្វើប្តីដែរកញ្ញាក្នុងផ្ទះយើងមានភ្ញៀវតើមិនមែនទេយាយចាស់គេនឹងហើយជាប្តីដែលខ្ញុំរៀបការថ្ងៃនេះហាអីគេមើលទៅក៏មិនល្ងងប៉ុន្មានដែរទៅអត់ទេគាត់មិនមែនជាមនុស្សល្ងងទេយាយចាស់ខ្ញុំដឹងថាខ្លួនឯងកំពុងធ្វើអីព្រោះខ្ញុំអត់ចង់ឲ្យគេមើលងាយដូចមុនទេខ្ញុំសុខចិត្តយកអ្នកដែលស្មោះត្រង់ល្អជាងចាប់ពីថ្ងៃនេះទៅគេគឺជាកូនប្រសារផ្ទះយើងហើយយាយចាស់លែងបារម្ភពីរឿងនឹងទៀតទៅចាបើចឹងរឿងពួកក្មេងអ្នកឯងចាត់ការចោះនេះពិតជាអាសុំទានដែលខ្ញុំរៀបការមែនហាមុខមាត់និងរូបរាងសង្ហាជាងតារាល្បីទៅទៀតប្រពន្ធឲ្យសម្លៀកបំពាក់នេះពិបាកពាក់ណាស់បងអាឈិនមិនបាច់ពាក់ទេអូបងឈ្មោះអាឈិនតើអញ្ចឹងបើមិនស្រួលយើងមិនបាច់ដាក់ខ្សែក៏បានប្រពន្ធសម្លាញ់ហាសបងឈិនបងពិតជាអត់ចាំអីសោះហ៎បងឈ្មោះអីផ្ទះបងនៅឯណាអត់ចាំទេបងឈិនអត់ចាំទេអត់ចាំទេគុំបណ្ដេញអាឈិនអីបាទអត់បណ្ដេញទេក្នុងពេលដែលអ្នកគ្រប់គ្នាបោះបង់ខ្ញុំហើយបែរជាមករកខ្ញុំមួយនេះចាប់ពីពេលនេះទៅបងគឺជាប្តីដែលខ្ញុំបានកំណត់ហើយឲ្យតែឯងព្រមទីនេះគឺជាផ្ទះរបស់បងហើយផ្ទះប្រពន្ធអាយឈិនមានផ្ទះហើយបងឈិនសម្លាញ់ដឹងអត់ថាប្តីប្រពន្ធជាអ្វីទេពួកយើងឥឡូវជាប្តីប្រពន្ធនឹងគ្នាហើយប្តីប្រពន្ធថាប់អប់លើកឲ្យខ្ពស់និយាយអញ្ចឹងក៏មិនខុសដែរអញ្ចឹងគេងលក់ទៅទ្វារថ្ងៃស្អែកចាំខ្ញុំហៅក្រោកពីដំណេកបាទប្រពន្ធហៅខ្ញុំក្រោកពីដំណេកលោកពូជូមិនបានជាលោកពូអញ្ជើញមកទីនេះនាងទូចវ៉ាន់ឈីងឲ្យទៅចុះពីលើយន្តហោះភ្លាមឮដំណឹងរឿងអាសិនផ្ទះត្រកូលសិនបដិសេធមិនយកគ្នានឹងលោកពូជូថ្ងៃក្រោយខ្ញុំសងសិទ្ធជំនួសលោកពូណាមិនបាច់ទេលោកពូខ្ញុំគិតយល់អស់ហើយអត់មានត្រកូលសិនក៏ខ្ញុំអាចទ្រទ្រង់ត្រកូលលីនបានដែរក្មេងស្រីនេះមិនក៏ឮគេថាឯងទៅយកលក់បេហ្គលអ្នកសុំទានធ្វើជាប្តីទៀតចាស់កងកាច់នេះស្គាល់ឯងដែរហ៎មិនគួរណាមិនបានឯងអត់មានចំណាប់អារម្មណ៍សោះលោកពូជូនេះគឺជាប្តីរបស់ខ្ញុំអាឈិននេះជាលោកពូជូជំរាបសួរលោកពូនេះមិនមែនជាកូនប្រុសទី1នៃត្រកូលគូដែលជាមហាសេដ្ឋីលេខ1នៅប្រទេសចិនទេហ៎វិធីសាស្ត្រកាច់សាហាវកាលពីជំនាន់មុនរបស់លោកខ្ញុំធ្លាប់ឃើញផ្ទាល់ភ្នែកណាលោកពូជូមានរឿងអីហ៎មុខមាត់លោកពូមើលទៅមិនសូវល្អសោះអ្នកមើលទៅមុខមិនសូវស្រួលសោះអត់គ្មានអីទេប្រហែលជាវង្វេងម៉ោងចិត្តឡាយទេអាវ៉ាន់ឈីងឲ្យខ្ញុំមើលក្មេងប្រុសនឹងមុខមាត់ឆ្លាតវៃមិនមែនជាមនុស្សអត់ដឹងខ្យល់អីទេបញ្ហាបញ្ញារបស់គេប្រហែលជាប៉ះទង្គិចខួរក្បាលហើយតាមរយៈពេលជំនាញគួរតែអាចជាសេះស្បៃវិញពិតមែនហ៎លោកពូប្រកាសណាស់មានពេលទំនេរគេទៅពិនិត្យនៅមន្ទីរពេទ្យមើលខ្ញុំមានការរវល់បន្តិចសុំខ្លួនទៅមុនហើយចាសោះលោកពូធ្វើដំណើរដោយសុវត្ថិភាពណាឥឡូវមានចៅហ្វាយនេះម្នាក់នេះហើយត្រកូលលីនរបស់យើងច្បាស់ជាសង្គ្រោះបានមិនខានខ្ញុំក៏អស់ចិត្តដែរចាស់កងកាច់ម្នាក់នេះនៅតែជាមនុស្សចេះដឹងខុសត្រូវនិងចេះនិយាយស្ដីដែរតើអាឈិនអើយបងមកដើរលេងជាមួយអូនមកធ្វើឲ្យសាមនឹងបរិយាកាសជុំវិញខ្លួនសិនទៅទីនេះទៅជាផ្ទះរបស់បងហើយបាទអូនសម្លាញ់បាទអាឡូចៅហ្វាយនៅណាហើយចាប់ខ្លួនលោកទី2ញាត់គុកបាត់ហើយគាត់តាក់ទងចៅហ្វាយមិនបានទេទើបឲ្យខ្ញុំទៅតាក់ទងមកប្រាប់ទីតាំងមកខ្ញុំនឹងចាត់មនុស្សឲ្យទៅទទួលឥឡូវនេះមិនបាច់ទេខ្ញុំរៀបការបាត់ហើយឥឡូវខ្ញុំកំពុងនៅផ្ទះប្រពន្ធខ្ញុំជាចៅហ្វាយខ្ញុំមិនបានស្ដាប់ខុសទេមែនទេលោកខុសជាទំពាំងបាយជូរជាន់ទី1របស់ក្រុមហ៊ុនមហាសេដ្ឋីដ៏ល្បីល្បាញឯណោះតែកូនស្រីគេចង់បានលោកខ្លាំងណាស់ស្រាប់តែលោកបែរជារៀបការបាត់ទៅហើយរឿងនឹងឯងកុំខ្វល់អី
សរុបមកគុំមកពាក់ព័ន្ធរំខានខ្ញុំអីក្នុងពេលនេះខ្ញុំមានការរវល់ច្រើនណាស់សិនចៅហ្វាយចៅហ្វាយ អាឈិននេះជាខោអាវបដូររបស់បងអញម៉ៃឲ្យសាច់ដុំរាងកាយរបស់គាត់ស្អាតម្ល៉េះ ប្រពន្ធខោអាវ ខោអាវបដូរនឹងណាពាក់ទៅឲ្យតែស្លាប់ឲ្យលើលោកនេះមានអ្នកណាមានរូបរាងសង្ហាល្អឥតខ្ចោះបែបនេះទៅ សំណាងហើយដែលនាងមិនបានឃើញទាន់ប៉ុន្តែមុខក្រហមរបស់នាងពេលឲ្យមើលអំបញ្ញមិញក៏គួរឲ្យស្រឡាញ់ម្យ៉ាងដែរលីវ៉ាន់ជីងឲ្យអញកាន់តែធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងឡើងហើយអាឈិន មិនបានជាបងស្លៀកពាក់ខៃខ្លីបែបនឹងហើយចេញមកបែបនេះចូលទៅក្នុងវិញសិនទៅចាំអូនបដូរខោអាវឲ្យ ហ្វឺចៅហ្វាយមានរឿងអីប្រញាប់និយាយមកលោកតាប្រាប់ថាឪពុកបញ្ជាមកហើយបើអញហ៊ានរវើវីទៀតគាត់នឹងដកហូតតំណែងអ្នកស្នងការរបស់អញត្រូវបានចាប់ខ្លួនមែនតែបាក់ពួកវាខ្លះនៅសេសសល់មិនទាន់បោះសម្អាតអស់ទេនៅខាងក្រៅម្នាក់ឯងបែបនេះវាគ្រោះថ្នាក់ខ្លាំងណាស់ឬទេគ្រោះថ្នាក់អញគិតថាពួកវាអាចធ្វើអីអញបានហ៎អត់អញមិនបានមានន័យនឹងទេប្រាប់ឪពុកអញមកឲ្យអញត្រឡប់ទៅវិញក៏បានតែមានលក្ខខណ្ឌហាមមកចាក់ស្រែរឿងផ្ទាល់ខ្លួនរបស់អញជាដាច់ខាតចៅហ្វាយលោកធ្វើបែបនេះវាពិបាកសម្រាប់ខ្ញុំណាស់ឪពុកមានចរិតបែបណាអញក៏មិនមែនមិនដឹងដែរបើអីចឹងឲ្យគាត់ដកហូតតំណែងអ្នកស្នងរត់នឹងចេញទៅឲ្យអ្នកណាធ្វើក៏ធ្វើទៅចៅហ្វាយអាសុយលីវ៉ាន់ឈឹងឲ្យលីវ៉ាន់ឈឹងអញជាស្រីល្ងងពិតមកបំណុល300លាននេះបើគ្មានអញទេអញម្នាក់ឯងអាចទ្រាំទ្របានយ៉ាងម៉េចទៅ ដឹងខ្លួនឡើងវិញមើលឯងមិនអីទេមែនទេអាឈឿនចាំបាច់អូនបង្រៀនពាក់អាវម្ដងទៀតទេចាំទុកឲ្យចេះផងណា ប្រពន្ធបង្រៀន អាឈឿនឯងមានបានរៀនអត់នឹង ប្រពន្ធពាក់ឲ្យបងស៊ឺប្រពន្ធស្រឡាញ់ប្រពន្ធមកហេ បានហើយពាក់អាវរួចហើយអូនត្រូវចូលទៅដេកវិញហើយលោកយាយក៏ភ្ញាក់ដែរតើមកញ៉ាំអាហារពេលព្រឹកមក អញនៅចាំរឿងយប់មិញបានទេពិតជាគួរឲ្យស្រឡាញ់មែនអាឈឿនចង់ញ៉ាំរបស់នៅក្នុងដៃប្រពន្ធមកហីប្រពន្ធអញមិនអីទេហី អូនមិនអីទេ ហឺប្រពន្ធឲ្យ មីងចាងអូនត្រូវទៅក្រុមហ៊ុនហើយអាឈឿនផ្ញើជូនមីងហើយណា មិនបាច់ទេបងចង់ទៅជាមួយប្រពន្ធដែរ ក៏បានតែត្រូវសន្យាគ្នាជាមុនសិនទៅដល់ក្រុមហ៊ុនហាមរត់ផ្ដេសផ្ដាសណា ប្រពន្ធស្ងប់ចិត្តទៅអាឈឿនមិនរត់ផ្ដេសផ្ដាសទេអាឈឿនស្ដាប់បង្កប់ណោះ រឿងហ្នឹងនៅម្សិលមិញមានអ្នកគ្រប់គ្រង2អ្នកទៀតហើយដែលដាក់ពាក្យឈប់ធម្មតាទេក្រុមហ៊ុនណាក៏អីចឹងដែរនរណាមិនចង់រកកន្លែងល្អជាងហ្នឹងហើយលោកចៅវាយយើងក៏ពិបាកដែរតើអាឈឿនអូនប្រាំថាគុំទៅណាឆ្ងាយចាំអូននៅទីនេះណាអូនទៅយកកិច្ចសន្យានៅការិយាល័យបន្តិចរួចមកវិញហើយ ល្អណាស់អាឈឿនចាំប្រពន្ធណាលោកប្រធានស៊ីមលោកមានការណាត់ទុកមុនទេលីវ៉ាន់ឈឹងឲ្យនាងចេញមក ស៊ីមីងស៊ឺអញមកធ្វើអីទីនេះ មកធ្វើអីហីអញមកមើលមុខអតីតដណ្ដឹងរបស់អញថាជីវិតរស់នៅយ៉ាងម៉េចហើយខ្លះនិយាយថាអញទៅយកប្តីជាសុំទានរៀបការមែនទេគឺក្មេងប្រុសល្មមខាងលើនឹងមែនទេប្រពន្ធកុំខ្លាចអី មិនបាច់ខ្លាចទេស៊ីមីងស៊ឺរវាងខ្ញុំនិងឯងលែងមានជាប់តាក់ទងស្អីនឹងគ្នាទៀតហើយសូមឯងចេញទៅ ចេញទៅវិញអញនិយាយមិនទាន់ចប់ផងយើងនិយាយមិនទាន់ចប់ផងលីវ៉ាន់ឈឹងបើកដេនៅទី2ប្រក្រុងនឹងឲ្យមកអញនឹងឲ្យតម្លៃខ្ពស់ដល់ឯងមិនខានចាត់ទុកថាជាសំណងដែលអញធ្លាប់បំរើកាលពីមុនចុះយ៉ាងម៉េចដែរ កុំសង្ឃឹមឲ្យសោះពេលហ្នឹងជាកម្លាំងញើសឈាមរបស់ប៉ាខ្ញុំគ្មានថ្ងៃយកមកដូរផ្ដេសផ្ដាសទេស៊ីមីងស៊ឺឯងគ្មានសំបីតែសិតមកចរចាជាមួយខ្ញុំផង មានអាយ៉ាណាចុះបើអីចឹងរក្សាអាប្តីល្ងងរបស់ឯងជាមួយក្រុមហ៊ុនដែលចិត្ត bankrupt នឹងទៅចាំផឹកខ្យល់ CP បចុះហាហេចូលជើងមិនរួចផងពិតជាអត់ប្រយោជន៍មែនជើងឯងមានរឿងអីហោះប្រពន្ធឲ្យគេវីអញឈឺណាស់ ស៊ីមីងស៊ឺបើឯងមិនបាច់ចេញទេកុំថាខ្ញុំហើយសន្តិសុខណា ពួកឯងចាំមើលមុខគ្នាទៅលើកនេះគ្រាន់តែធ្វើឲ្យអញរមួលក្រពើបន្តិចខ້ອຍងឹកសឹបប្រាប់ទេបើលើកក្រោយហ៊ានប៉ះប្រពន្ធអញទៀតគឺកាច់ជើងអញឲ្យបាក់តែម្ដង សម្ភារសំណងរបស់ក្រុមហ៊ុនដឹងសេងឡើងថ្លៃ15ហោះនេះមិនមែនឈៀតឱកាសទិស្អីលោកប្រធានលីលោកលីនៃក្រុមហ៊ុនដឹងសេងនិយាយថាបើមិនព្រមទទួលយកតម្លៃថ្មីនេះទេគឺការដឹកជញ្ជូនទំនិញលើកក្រោយនឹងត្រូវពន្យាពេលគ្មានកំណត់លោកលីដូចនេះក៏ច្បាស់ជាបិទផ្លូវរាល់ការផ្គត់ផ្គង់ផ្សេងទៀតរបស់យើងហើយគឺនៅមានដំណោះស្រាយមួយទៀតក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណងតុងតាទើបតែបើថ្មីថ្លៃទៀតជាងដឹងសេង10តែពួកគេទាមទារចង់ជួបចរចាផ្ទាល់ជាមួយលោកប្រធានពេលណាថ្ងៃនេះម៉ោង4ល្ងាចនៅឃ្លាំងតំបន់ជីក្រុងខាងត្បូងឡបាយលើចេញដំណើរប្រហែលទាន់ពេលរៀបចំឡានទៅអាឈឿនអូនត្រូវចេញទៅក្រៅបន្តិចដើម្បីការងារបងនៅផ្ទះធ្វើខ្លួនឲ្យស្រួលបួលណា អត់ទេអាឈឿនចង់តាមប្រពន្ធទៅប្រពន្ធទៅណាអាឈឿនទៅនឹង ក៏បានតែត្រូវសន្យាថាមិនរត់ផ្ដេសផ្ដាសឬនិយាយញ៉ៃទេអាឈឿនចាំក្នុងឡាននេះចុះចាំអូនចេញមកវិញចាប្រពន្ធសម្លាញ់លោកប្រធាននាយកក្រុមហ៊ុនតុងតានៅខាងក្នុងចាចាំខ្ញុំចូលទៅខ្លួនឯងលោកលីមិនក៏ជាលោកមិនមែនក្រុមហ៊ុនតុងតាទេហី ក្រុមហ៊ុនតុងតាក៏ជារបស់ខ្ញុំដែរ
លោកប្រធានលីខ្ញុំគ្រាន់តែនិយាយផ្ទាល់ជាមួយអ្នកប៉ុណ្ណោះ ចុះលក្ខខណ្ឌរបស់លោកគឺអី លក្ខខណ្ឌហ៎ងាយទេលោកប្រធានលីទាំងស្រស់ស្អាតទាំងក្មេងចាំបាច់ត្រូវមកខំប្រឹងរកស៊ីម្នាក់ឯងធ្វើអ្វីបើព្រមតាមខ្ញុំនឹងបញ្ចុះតម្លៃសម្ភារៈឲ្យ 80 លោកលីខ្ញុំមកទីនេះដើម្បីការងារមិនមែនមកស្ដាប់លក្ខខណ្ឌថោកទាបរបស់លោកទេ កុំមកធ្វើខ្លួនខ្ពស់ពេកលីវ៉ាន់ឈឹងសូម្បីតែទីសកលតាមផ្លូវក៏ហ៊ានយកធ្វើប្តីដែរធ្វើជាអភិជនស្អីទៀតខ្ញុំលីវទៅប៉ៅទោះបីជាមិននៅក្មេងមែនប៉ុន្តែនៅតែប្រសើរជាងមនុស្សភ្លើ បើលោកហ៊ានក្បែរខ្ញុំតែមួយជំហានទៀតខ្ញុំនឹងប្តឹងប៉ូលីស ហាចង់ប្តឹងក៏ប្តឹងទៅមុនប៉ូលីសមកដល់ឯងគិតថាឯងចេញផុតពីទីនេះមែនទេប្រធានលីនគួរតែយល់ការខ្លះទៅខ្ញុំក៏មិនមែនជាមនុស្សមិនសមហេតុផលដែរប្រពន្ធសម្លាញ់អាឈិនមកជួយឯងហើយធ្វើឲ្យឯងភ័យអស់គ្រាន់តែអាភ្លើម្នាក់សោះពួកឯងទាំងពីរចាប់វាឲ្យជាប់នេះប្រពន្ធឲ្យគួរឲ្យខ្លាចណាស់ពួកវាខ្ញុំ អាឈិនឯងមិនអីទេមែនទេ ឈឺណាស់ លោកលីវរឿងថ្ងៃនេះខ្ញុំមិនប្រកាន់ទេប៉ុន្តែបើមានលើកក្រោយទៀត យល់ច្រឡំទេគឺយល់ច្រឡំទាំងអស់ប្រធានលីនអញ្ជើញទៅមុនចុះរឿងសហការចាំនិយាយគ្នានៅថ្ងៃក្រោយ អាឈិនហេតុអីក៏ឯងរត់មកទីនេះ ឃើញមានមនុស្សអាក្រក់អាឈិនចង់ការពារប្រពន្ធអាភ្លើនោះមិនត្រឹមត្រូវទេបើវាពិតជាភ្លើមែនតើអាចវីកូនចៅយើងពីរនាក់ឲ្យដួលត្រឹមតែពីរដៃបានយ៉ាងម៉េច ឈឺទេ អូយឈឺណាស់ប្រពន្ធជួយផ្លុំឲ្យបន្តិចមក អាឈិនថ្ងៃនេះនៅឯឃ្លាំងតើឯងវាយពួកវាពីរនាក់នោះឲ្យដួលបានយ៉ាងម៉េច អាឈិនមិនដឹងទេគឺមកពីអាឈិនខ្លាចពេកក៏គ្រាន់តែក្រវីដៃចុះឡើងទៅ បានហើយបើមិនដឹងក៏ហើយទៅថ្ងៃក្រោយហាមធ្វើរឿងគ្រោះថ្នាក់បែបនេះទៀតឬទេ យេហើយប៉ុន្តែបើប្រពន្ធជួបមនុស្សអាក្រក់អាឈិននៅតែត្រូវវាយ អាភ្លើឲ្យ អាឡូ ប្រធានលីនមានដំណឹងល្អក្រុមហ៊ុនបុតសម្ព័ន្ធរបស់គ្រប់ត្រកូលគូបានតាក់ទងមកយើងគេនិយាយថាចាប់អារម្មណ៍ខ្លាំងលើផលិតផលថ្មីរបស់យើងហើយចង់ចុះកិច្ចព្រមព្រៀងសហការរយៈពេលវែង ត្រកូលគូសេដ្ឋីលំដាប់លេខ1ក្នុងប្រទេសមែនទេ គេនិយាយថាបើយើងយកព្រមសហការការបញ្ជីទិញលើកដំបូងគឺ50លាន រឿងនេះវាទាន់ហន់ពេកហើយ ជាក្រុមហ៊ុនបុតសម្ព័ន្ធដែលបានចុះបញ្ជីត្រឹមត្រូវនីតិវិធីទាំងអស់គឺរួចរាល់ហើយប្រធានលីននេះគឺជាដំណឹងដ៏ល្អបំផុត ល្អអាឈិនឯងយល់ទេត្រកូលគូចង់សហការជាមួយយើងការបញ្ជាទិញរហូតដល់50លានឯណោះ ប្រពន្ធសប្បាយចិត្តអាឈិនក៏សប្បាយចិត្តដែរ អាឈិនឯងគឺជាផ្កាយសំណាងរបស់ខ្ញុំមែនទេតាំងពីបានជួបឯងមកសំណាងរបស់ខ្ញុំហាក់ដូចជាល្អឡើងមែនទែន អាឈិនមិនមែនជាផ្កាយសំណាងទេប្រពន្ធឯណោះទេដែលជាផ្កាយសំណាងរបស់អាឈិន តើខ្ញុំពិតជាឈួតមែនទេតើរឿងនេះអាចជាស្នាដៃរបស់អាឈិនបានយ៉ាងដូចម្តេចទៅប្រញាប់ចូលគេងទៅស្អែកខ្ញុំនឹងនាំឯងទៅមន្ទីរពេទ្យដើម្បីពិនិត្យ ធ្វើបានល្អហើយប៉ុន្តែលក្ខខណ្ឌកិច្ចសន្យាមិនអាចផ្ដល់ការអនុគ្រោះពេកទេបើការអនុគ្រោះពេកនាងនឹងមានការសង្ស័យយល់ហើយលោកប្រុសក្រៅពីនេះលោកម្ចាស់បានជំរុញម្ដងទៀតនៅថ្ងៃនេះដោយនិយាយថាលោកត្រូវតែត្រឡប់មកផ្ទះវិញក្នុងរយៈពេល1សប្តាហ៍ឲ្យគាត់ចាំសិនទៅលោកប្រុសនៅមានរឿងមួយទៀតបាក់ពួករបស់លោកម្ចាស់ទី2មានសកម្មភាពញឹកញាប់នាពេលថ្មីនេះរាជធានីមិនសូវមានសុវត្ថិភាពទេខ្ញុំដឹងហើយស្អែកនេះរៀបចំអង្គរៈសម្ងាត់2នាក់ដើម្បីការពារវ៉ាន់ឈីងឲ្យបានល្អ គ្រូពេទ្យនិយាយថាឯងមានរបួសខួរក្បាលផ្នែកខាងក្រោយដែលបណ្ដាលឲ្យកំណកឈាមសង្កត់លើសរសៃប្រសាទវាអាចព្យាបាលបានទាំងស្រុងតាមរយៈការវះកាត់ ឥឡូវអាឈិនមិនល្អទេមែនទេ ល្អប៉ុន្តែខ្ញុំសង្ឃឹមថាឯងអាចជាសះស្បើយខ្ញុំនឹងនាំឯងទៅជួបពុកម៉ែរបស់ខ្ញុំពុកម៉ែកូនមកលេងហើយថ្ងៃនេះកូនក៏បាននាំមនុស្សម្នាក់មកដែរគេឈ្មោះអាឈិនជាកូនប្រសាររបស់ពុកម៉ែ ពុកម៉ែខ្ញុំឈ្មោះអាឈិនខ្ញុំនឹងមើលថែវ៉ាន់ឈីងឲ្យបានល្អ